បាទសួស្តីបងប្អូននៅក្នុងវីដេអូនេះខ្ញុំមកប្រាប់ពីរបៀបចំពោះបងប្អូនចង់បង់ទឹកឬក៏ទូទាត់ទឹកថ្លៃទឹកភ្លើងតាមរយៈ app ABA ឬក៏ AC អញ្ចឹងបាទអញ្ចឹងនៅពេលដែលបងប្អូនដល់ថ្ងៃបងប្អូនអាចទៅបង់នៅកន្លែងគេផ្សេងបងប្អូនអាចខាត់សេវាបាទអញ្ចឹងបងប្អូនគ្រាន់នៅពេលដែលបងប្អូនមានតែ app ABA ឬក៏ AC ទៅបងប្អូនអាចទូទាត់ខ្លួនឯងគឺអត់ខាត់សេវាទេបាទអញ្ចឹងខ្ញុំប្រាប់នេះគឺនៅក្នុង ABA បាទចឹងដំបូងបងប្អូនគ្រាន់តែចូលមកកាន់ ABA បងប្អូនណាបាទបន្ទាប់មកបងប្អូនជ្រើសរើសពាក្យមានច្រើនបងប្អូនយកពាក្យថាទូទាត់បងប្អូនចុចកន្លែងទូទាត់តមកបងប្អូនដោះលេខកូដរបស់បងប្អូនណាបាទនៅពេលដែលវាលោតមកដល់ត្រង់ចំណុចនេះបងប្អូនអូសមកក្រោមបាទអញ្ចឹងវាមានច្រើនបងប្អូនអាចបង់តាមរយៈបញ្ចូលលេខទូរស័ព្ទតាមអ៊ីនធឺណិតឬក៏ទឹកភ្លើងសេវាផ្សេងបាទអញ្ចឹងយើងបង់នេះគឺបង់ភ្លើងបងប្អូនចូលមកកាន់ទឹកភ្លើងសម្រាប់នេះបងប្អូនចុចមកកាន់ត្រង់ចំណុចនេះបាទហើយបងប្អូនជ្រើសរើសនេះជ្រើសរើសក្រុមហ៊ុនឬក៏អគ្គិសនីដែលយើងត្រូវបង់វាមានច្រើនមានអីមានដូចជាស្ថានីយ៍ទឹកស្អាតមានអីយ៉ាងចាស់ចឹងបងប្អូនជ្រើសរើសកន្លែងដែលយើងទៅបង់គឺនៅអគ្គិសនីចឹងបងប្អូនជ្រើសរើសខាងក្រោមគេថាអគ្គិសនីកម្ពុជាបាទចឹងបងប្អូនប្រើអគ្គិសនីហ្នឹងបងប្អូនជ្រើសរើសហ្នឹងចឹងបងប្អូនប្រើផ្សេងបងប្អូនរកមើលតាមនឹងខ្លួនឯងទៅបាទចឹងគឺខ្ញុំប្រើអគ្គិសនីកម្ពុជាចឹងចុចមកកាន់ហ្នឹងបាទចឹងនៅត្រង់ចំណុចនេះគឺកន្លងទី1នេះគឺទឹកប្រាក់របស់យើងបាទហើយទី2នេះគឺលេខកូដអតិថិជនលេខសម្គាល់អតិថិជនបាទសម្គាល់នោះដូចជាមាន10បាទអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងហើយបងប្អូនទៅរើសយកលេខកិច្ចលេខសម្គាល់នេះគេដាក់នៅលើក្បាលត្រាំងនេះបាទនេះគេដាក់សម្គាល់លេខប្រមាណខ្ទង់នេះបងប្អូនយកវាយចុចបញ្ចូលនឹងចេញចូលអានឹងមកវាយបាទអញ្ចឹងមើល25អានឹងលេខសម្គាល់បកគោលភ្លើងរបស់យើងឌីសង់ទ័រដែលយើងត្រូវប្រើ02 91 11 10ពុតបាទអញ្ចឹងនៅពេលដែលបងប្អូនវាយប៉ុណ្ណឹងបងប្អូនបាទចាំវាយចំនួនទឹកលុយក៏បានដែរគឺវាលោតអូតូយើងត្រូវបង់ប្រមាណខែប្រមាណនៅនឹងអញ្ចឹងបងប្អូនគាត់តែចុចអញ្ចឹងថយមកគឺវាលោតតែជាមួយវាលោតទឹកលុយបាទអញ្ចឹងខែនេះគឺខ្ញុំប្រើអស់ 55,200 បាទហើយបងប្អូនមើលអូមើលដែរនេះបាទអញ្ចឹងគេដាក់អញ្ចឹងបាទខ្ញុំប្រើអស់ប៉ុណ្ណឹងបងប្អូនគាត់តែចុចបងឲ្យឡើងមកបាទហើយវានឹងលុតឈ្មោះបាទឈ្មោះឈ្មោះអតិជនដែលប្រើភ្លើងហ្នឹងបាទអញ្ចឹងនេះឈ្មោះម៉ែខ្ញុំអញ្ចឹងបងប្អូនគាត់តែចុចបញ្ជាក់គឺជាការស្រេចហើយបាទអញ្ចឹងបងប្អូនផ្ទៀងផ្ទាត់មើលអស់ប៉ុណ្ណឹង 55,200 អញ្ចឹងបងប្អូនវាយកូដមកបាទអញ្ចឹងរួចរាល់ហើយនេះគឺជាការស្រេចហើយបាទបងប្អូនគាត់ទៅចុចបិទមកវិញគឺជាការស្រេចហើយបាទអញ្ចឹងគឺវាងាយស្រួលមែនតើបងប្អូនមិនចាំបាច់ខាត់សេវាទៅបង់កន្លែង True Money ឬក៏ឬក៏កន្លែងអីផ្សេងទេបងប្អូនអាចមាន app ក្នុងទូរស័ព្ទបងខ្លួនឯងអត់អស់សេវាទេបាទអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការទស្សនាហើយបើពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច Subscribe នៅ Channel ខ្ញុំមួយផងបាទហើយជួយចុច Follow Page ខ្ញុំអ្នកមួយផងបាទអរគុណបងប្អូន